សម្រាប់បងប្អូនពាណិជ្ជករឥឡូវនេះកាន់តែពិសេសគឺបងប្អូនដែលមានក្រុម Telegram alert បញ្ជាក់ពីការទីទាត់អាចមើលរបាយការណ៍លក់សរុបប្រចាំថ្ងៃសប្តាហ៍និងខែមកបងប្អូនខ្ញុំនឹងប្រាប់ពីរបៀបដើម្បីចូលមើលរបាយការណ៍អញ្ចឹងដំបូងបងប្អូនចូលក្នុងក្រុម Telegram រួចចុច add member ហើយវាបញ្ចូលពាក្យ acida_autosambot ហើយចុចនៅលើពាក្យហ្នឹងមកនិងបន្តមកបងប្អូនត្រូវវាយបញ្ចូលពាក្យ acida_autosam ហើយចុចនៅលើពាក្យហ្នឹងមករួចរាល់បងប្អូនត្រូវចុចប៊ូតុង tick ហើយចុច add បន្ទាប់មកបងប្អូនត្រូវចុចសញ្ញាស្លាស់នៅខាងក្រោមហើយរើសមនុយរបាយការណ៍សង្ខេបប្រតិបត្តិការនោះបងប្អូននឹងឃើញប្រភេទរបាយការណ៍ដែលបងប្អូនអាចជ្រើសរើសបានតាមតម្រូវការដូចជារបាយការណ៍សរុបប្រចាំថ្ងៃសរុបប្រចាំសប្តាហ៍សរុបប្រចាំខែនិងសរុបតាមពេលវេលាហើយឥឡូវនេះបើសិនជាបងប្អូនចង់មើលរបាយការណ៍សរុបប្រចាំថ្ងៃសូមចុចសរុបប្រចាំថ្ងៃអញ្ចឹងក្នុងរបាយការណ៍សរុបប្រចាំថ្ងៃនឹងមានបង្ហាញនៅប្រតិបត្តិការលក់ថ្ងៃនេះម្សិលមិញម្សិលថ្ងៃឬបងប្អូនអាចជ្រើសរើសថ្ងៃណាមួយដែលបងប្អូនចង់មើលតែបានរហូតដល់3ខែចុងក្រោយហើយចុច back បើសិនជាបងប្អូនចង់មើលរបាយការណ៍ផ្សេងទៀតហើយបើសិនបើបងប្អូនចង់មើលរបាយការណ៍ប្រចាំសប្តាហ៍នោះសូមចុចលើមុខងារសរុបប្រចាំសប្តាហ៍ក្នុងរបាយការណ៍សរុបប្រចាំសប្តាហ៍មានបង្ហាញនៅប្រតិបត្តិការលក់ចំនួន5សប្តាហ៍ចុងក្រោយឬក្នុងសប្តាហ៍នេះហើយចុច back ហើយបើសិនជាបងប្អូនចង់មើលរបាយការណ៍សរុបប្រចាំខែនោះបងប្អូនសូមចុចលើមុខងារសរុបប្រចាំខែក្នុងរបាយការណ៍សរុបប្រចាំខែមានបង្ហាញនៅប្រតិបត្តិការលក់ក្នុងអំឡុងពេល3ខែចុងក្រោយឬបងប្អូនអាចជ្រើសរើសខែណាមួយតាមតម្រូវការរបស់បងប្អូនបានហើយចុច back ហើយចុងក្រោយបើសិនជាបងប្អូនចង់មើលរបាយការណ៍សរុបតាមពេលវេលានោះសូមចុចលើមុខងារសរុបតាមពេលវេលារបាយការណ៍សរុបតាមពេលវេលានេះផងដែរគឺបងប្អូនអាចមើលព័ត៌មានប្រតិបត្តិការលក់នៅថ្ងៃណាមួយនៃខែតាមតម្រូវការរបស់បងប្អូនឧទាហរណ៍ខ្ញុំចង់មើលពីខែមករាខ្ញុំយកថ្ងៃទី26រហូតមកដល់ថ្ងៃទី2កុម្ភៈអញ្ចឹងរបាយការណ៍នៅបង្ហាញវ៉ាវពិតជាងាយស្រួលជាមួយការពិនិត្យមើលនិងផ្ទៀងផ្ទាត់របាយការណ៍តាមក្រុម Telegram តែចាំឲ្យទៀតសូមចុចឈ្មោះជាពាណិជ្ជករ Acida លើនេះដើម្បីបានប្រើប្រាស់មធ្យោបាយទទួលទូទាត់តាម KQR បែបទំនើបទាន់សម័យនិងមានសុវត្ថិភាព Acida ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត